đã lên nơi nung từ đây lao thì đời nhau nhé con kháng gì ở đây lên សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយក្រោយពីខកខានចេញវីដេអូរៀងយូរដែរអញ្ចឹងណាបាទថ្ងៃនេះទំនេរពីការងារក៏បាននាំគ្នាទៅដើរលេងនៅភូមិកោះស្មៅប្រទេសឡាវបាទឆ្លងដែនទៅហើយថ្ងៃនេះដោយសារថ្ងៃនេះក៏ជាថ្ងៃចុងសប្តាហ៍ផងអ្នកទាំងគ្នាបាទគឺមិនដឹងទៅណាក៏នាំគ្នាជិះម៉ូតូដើរលេងមើលភូមិមើលវត្តអារាមមើលបាទទេសភាពនៅក្នុងប្រទេសគេអញ្ចឹងណាហើយមួយរយៈនេះក៏សូវបានចេញវីដេអូថ្មីទេនៅនេះដោយសារតែម្នាក់ៗរវល់នឹងការងារហើយឆ្លៀតពេលថ្ងៃនេះទំនេរពីការងារក៏នាំគ្នាដើរលេងហើយក៏បានថតនៅវីដេអូនិង view ខ្លះៗឲ្យពុកម៉ែបងប្អូនទាំងគ្នាបានទស្សនាអូខេសួស្តីអ្នកនរគ្នាឥឡូវនេះយើងបានមកដល់វត្តភូមិចម្ប៉ានៅក្នុងភូមិកោះស្មៅហ្នឹងភូមិកោះស្មៅភូមិកោះស្មៅស្រុកអីស្រុកមង្ឃងណាមង្ឃងខេត្តចំបស័កបានទៅជាប់នឹងភូមិកំពង់សាឡាវតែម្ដងអូខេយើងឆ្លងមកមិញនេះយើងមកមើលកុដិលោកបាទនៅទីឡាវរចនាបថបែបឡាវបុរាណបាទឃើញថាស្អាតមែនតើមើលទិដ្ឋភាពមើលថតទៅតាលុនឹងហើយឥឡូវនេះយើងកំពុងតែដើរទស្សនានៅក្នុងវត្តអ្នកគ្នាឃើញថាទិដ្ឋភាពក្នុងវត្តគឺលក្ខណៈស្ងាត់ល្អបាទម៉ោងប្រហែលជាម៉ោង3ហើយអញ្ចឹងឥឡូវនេះក្រោយពីយើងបានទស្សនានៅក្នុងវត្តភុនជប៉ាប្រទេសឡាវហើយយើងក៏បានបន្តដំណើរទៅមុខទៀតគឺចូលទៅមើលវិទ្យាល័យនៅភូមិកោះស្មៅអ្នកគ្នាសួស្តីអ្នកគ្នាឥឡូវនេះយើងបានមកដល់សាលាវិទ្យាល័យនៅក្នុងភូមិកោះស្មៅហើយអ្នកគ្នាបាទវិទ្យាល័យនៅភូមិកោះស្មៅដោយសារយើងជិះម៉ូតូមិញក៏បានចូលមកមើលបន្តិចបាទមើលវិទ្យាល័យគេណាថ្ងៃហ្នឹងថ្ងៃសៅរ៍គេអត់រៀនទេអ្នកគ្នាបាទស្ងាត់មនុស្សអស់ហើយអូខេអ្នកនរគ្នានេះគឺជាទិដ្ឋភាពនៅក្នុងសាលាភូនបុកហើយមានដើមចំបក់ធំភាសាខ្មែរហៅដើមចំបក់ពេលភាសាឡាវភូនបុកទួលចំបក់ដល់មកហាភាសាឡាវមកហាអញ្ចឹងថ្ងៃយើងគឺឋានទី10ម្ដងតែមើលក្នុងថ្នាក់ទៅនេះថ្នាក់រៀនគេបាទក៏មកតបាទនេះជាបរិវេណនេះជាតារាងបាល់របស់គេស្អាតទេតារាងបាល់វ៉ាវវាល្អធំអញ្ចឹងឥឡូវនេះក្រោយពីយើងបានទស្សនានៅក្នុងវិទ្យាល័យគេរួចហើយយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតអ្នកនាងហើយគោលដៅរបស់យើងការធ្វើដំណើរថ្ងៃនេះគឺជិះមើលភូមិបាទជិះ relax មើលភូមិមើលអីគេអញ្ចឹងណាបាទហើយយើងសង្កេតឃើញថានៅក្នុងប្រទេសឡាវនេះគឺសម្បូរទៅដោយវត្តតែម្ដងអ្នកនាងបាទគេថានៅភូមិមួយគឺមានវត្តមួយហើយភូមិរបស់គេនឹងគឺនៅមិនឆ្ងាយពីគ្នាទេអ្នកនាងបាទគឺនៅជាប់គ្នាបាទឥឡូវនេះយើងបានធ្វើដំណើរមកដល់ភូមិមួយហើយដែលមានឈ្មោះថាភូមិភូម៉ែវបាទខ្មៅភូម៉ែវអញ្ចឹងណាភាសាឡាវហើយយើងក៏បានសម្រាប់ទិញទឹកទិញអីផឹកអញ្ចឹងណាដោយសារតែយើងធ្វើដំណើរមករៀងឆ្ងាយដែរឈប់ទិញនំបាទហូបសិនដោយសារជិះមកឆ្ងាយហើយបាទដល់លេគេដល់ខ្មៅភូម៉ែវហើយឥឡូវនេះបន្ទាប់ពីយើងបានអង្គុយសម្រាប់ផឹកទឹកបានមួយផ្លែតយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតបាទហើយទៅដល់មុខទៀតនេះគឺមានភូមិមួយទៀតអ្នកនេះគឺភូមិក្បាលកោះស្មៅហើយបន្ទាប់ពីយើងបានធ្វើដំណើរមកដល់ភូមិក្បាលកោះស្មៅនេះក៏យើងបានសម្រាប់នៅតូបមួយអញ្ចឹងណាបាទហើយក៏ចៃដន្យជួបបងប្រុសម្នាក់ជាជនជាតិខ្មែរដែរអ្នកនេះគាត់នៅបាត់ដំបងគាត់ថាគាត់មកយកប្រពន្ធនៅឡាវនេះរយៈពេល20ឆ្នាំដែរបាទយូរដែរអញ្ចឹងណាហើយពួកខ្ញុំនេះក៏បានអង្គុយជជែកគ្នាលេងជាមួយគាត់មកសទូដែរអញ្ចឹងណាអ្នកគ្នាគាត់មកនៅនេះរយៈពេលយូរដែរ20ឆ្នាំហើយគាត់និយាយភាសាខ្មែរឡើងអត់ចង់ច្បាស់វិញអញ្ចឹងណាបាទដោយសារតែគាត់ប្រើប្រាស់ភាសាឡាវច្រើននៅនេះគាត់ថាគាត់អត់សូវបានប្រើប្រាស់ភាសាខ្មែរដោយសារតែអត់មានអ្នកនិយាយជាមួយអញ្ចឹងណាអញ្ចឹងការនិយាយភាសាខ្មែររបស់គាត់រៀងអត់សូវច្បាស់បាទហើយបន្ទាប់ពីយើងបានជជែកគ្នាលេងជាមួយគាត់មកសទូរួចហើយយើងក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញអ្នកនេះដោយសារតែភូមិនឹងគឺអស់ត្រឹមនឹងអ្នកនេះបាទអស់ត្រឹមក្បាលកោះស្មៅនឹងហើយបាទអញ្ចឹងយើងក៏សម្រេចចិត្តបាទត្រឡប់មកផ្ទះវិញនឹងហើយបងប្អូនទាំងគ្នាសម្រាប់វីដេអូដំណើរកម្សាន្តនៅថ្ងៃនេះមានតែប៉ុណ្្នឹងហើយក៏អរគុណដល់បងប្អូនទាំងគ្នាដែលតាមដានទស្សនានៅវីដេអូនេះបាទតាំងពីដើមរហូតដល់ចប់បាទសនំពោមួយទៀតបាទចង់ឲ្យពុកម៉ែបងប្អូនទាំងគ្នានឹងទៅជួយ Subscribe នៅក្នុង Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដោយសារតែ YouTube របស់ខ្ញុំនឹងគឺទៅតែបង្កើតថ្មីបាទអត់សូវមានអ្នក Subscribe ច្រើនទេអញ្ចឹងកុំភ្លេចបាទទៅជួយ Subscribe នៅក្នុងបាទ Channel YouTube របស់ខ្ញុំម្នាក់មួយផងជួបខ្ញុំទៀតនៅវីដេអូក្រោយ